Bậtថ្ងៃនេះខ្ញុំសូមអនុញ្ញាតធ្វើការបង្ហាញជូនពីរបៀបនៃការ download និងដំឡើងកម្មវិធី Microsoft Office 2024 ពី website របស់ Microsoft ផ្ទាល់តែម្ដងបាទថ្ងៃនេះគឺជារបៀបនៃការដំឡើងអញ្ចឹងដើម្បីធ្វើការ download យើងត្រូវចូលទៅកាន់ website របស់ Microsoft Office អញ្ចឹងយើងចូលទៅកាន់ Chrome បន្ទាប់មកយើងវាយ config.office.com enter មកអញ្ចឹងយើងឃើញផ្ទាំងនេះយើងអស់មកក្រោមមកយើងចុចពាក្យថា create អញ្ចឹងនៅក្នុងនេះយើងត្រូវធ្វើការ create deployment setting ណាអញ្ចឹងយើងត្រូវធ្វើការជ្រើសរើសថាតើយើងជ្រើសរើសប្រភេទ operating system របស់យើងនឹង64 bit ឬ32 bit អញ្ចឹងសម្រាប់ខ្ញុំយក64 bit ណាភាសា operating system របស់ខ្ញុំតម្លើង Windows 11 64 bit តោះមកយើងធ្វើការជ្រើសរើសទៅលើប្រភេទ Office អញ្ចឹងចំណុចនេះយើងត្រូវ download យក Office LTSC ណា LTSC Professional Plus 2024ចឹងរើសមកហើយត្រង់ចំណុចកម្មវិធី Visual នេះខ្ញុំអត់យកទេហើយ project ក៏ខ្ញុំអត់យកដែរហើយកម្មវិធីផ្សេងទៀតក៏ខ្ញុំមិនរើសដែរណាចំណុចនេះយើងទុកនៅអញ្ចឹងទៅយើងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរទេហើយនៅក្នុង app ណាក្នុង app យើងអាចបិទចោលនៅកម្មវិធីណាដែលយើងអត់ចង់ប្រើណាឥឡូវខ្ញុំបិទចោល OneNote ខ្ញុំបិទចោល OneDrive ខ្ញុំទុកតែកម្មវិធីប្រមាណនេះទេតោះមកយើងធ្វើការជ្រើសភាសាណាភាសាខ្ញុំយក United States ភាសាបន្ថែមខ្ញុំមិនរើសទេតមកទៀតយើងមើលបន្ថែមនៅចំណុចខាងក្រោមចំណុចនេះខ្ញុំអត់ផ្លាស់ប្ដូរទេណាអត់ធ្វើការផ្លាស់ប្ដូរទេអញ្ចឹងយើងអស់មកក្រោមមកអញ្ចឹងខ្ញុំបណ្ដុតឡើងវិញណាកើតឡើងវិញហើយលោកមានចំណុចណាមួយយើងចង់ធ្វើការបន្ថែមអញ្ចឹង Office ដែលយើងតម្លើងនេះគឺបញ្ជាក់ម្ដងទៀត Office LTSC Professional Plus 2024ណាអញ្ចឹងបន្ទាប់ពីយើងធ្វើការជ្រើសរើសរួចហើយយើងធ្វើការ export អញ្ចឹងនៅក្នុងចំណុចនេះយើង save ជាប្រភេទ file XML format ចុច OK មកបន្ទាប់មកចុច accept ហើយត្រង់ចំណុច file name នេះយើងអាច rename ដាក់តាមអ្វីយើងចង់បានតែសម្រាប់ខ្ញុំដាក់ថា Office 2024ណាបាទអញ្ចឹងយើងចុច download រួចហើយយើងធ្វើការ copy file យកទៅដាក់នៅលើ desktop ណាយកទៅដាក់លើ desktop អញ្ចឹងខ្ញុំបង្កើត folder ថ្មីមួយខ្ញុំដាក់ឈ្មោះ folder ថា Office 2024តោះមកខ្ញុំផាស file ដែលយើង download មិនចូលណាបាទអញ្ចឹងយើងបាន file មួយហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងចូលទៅកាន់បង្កើត download Office deployment tool ណាបាទអញ្ចឹងយើងចូលទៅកាន់ Google Chrome ម្ដងទៀតយើងវាយពាក្យថា Office deployment tool ចុច enter មកចុចលើពាក្យ download Office deployment tool តមកយើងចុច download អូខេ download រួចរាល់តមកយើង copy ទៅដាក់ folder ដែលយើងបានបង្កើតមិញជាមួយ file មុនហ្នឹងណាបាទយើងដាក់ចូលគ្នាមកអូខេបន្ទាប់មកយើងធ្វើការបើក file ដែលយើងdownload
Office Deployment Tool នេះយើងបើកអូខេយើងចុចដាក់ file ណាដាក់ file Office Deployment Tool នេះចូលទៅក្នុង folder Office 2024ជាមួយគ្នានឹងមកអញ្ចឹងយើងនឹងឃើញ file ដែល extract ចេញមកគឺមាន2ណាបាទមាន setup ហើយនិង configuration អញ្ចឹង file Office Deployment Tool មិញហើយនិង file configuration នេះខ្ញុំលុបចោលណាយើងទុកតែ file setup ទេបាទព្រោះ Office configuration គឺយើងបានបង្កើតមុនហ្នឹងហើយយើង customize មុនហ្នឹងអញ្ចឹងដើម្បីធ្វើការតម្លើងយើងត្រូវការប្រើប្រាស់ command prompt ណាអញ្ចឹងដំបូងយើងត្រូវធ្វើការ copy directory folder នៅលើ desktop នេះណាយើង copy មកបាទយើង copy ហើយយើងចូលទៅប្រើ command prompt បាទ cmd យើងវា cmd ហើយយើងចុច open មកបាទត្រង់ចំណុចនេះយើងវាយអក្សរ cd ណា cd ដក clear ហើយ pass directory ដែលយើង copy មិញហ្នឹងមកចុច enter ណាបាទបន្តមកទៀតយើងត្រូវធ្វើការ copy ណា copy command setup office setup ណាអញ្ចឹងត្រង់ចំណុចនេះខ្ញុំធ្វើការ copy ហើយខ្ញុំបញ្ជាក់បន្តិច line office 2024នេះគឺយកទៅលើឈ្មោះណាយកទៅលើឈ្មោះ configuration ដែលយើងបានបង្កើតអញ្ចឹងបើយើងបង្កើតដាក់ថា office 2024ចំណុចហ្នឹងគឺយើងដាក់ថា office 2024បើយើងសរសេរឈ្មោះផ្សេងយើងត្រូវ rename ឲ្យត្រូវណាឲ្យត្រូវតាមឈ្មោះចាំមកផាសហើយយើងចុច enter តបមកផ្ទាំង setup នឹង load បបឡើងបែបនេះណាបាទយើងរងចាំឲ្យ setup ធ្វើការដោយខ្លួនឯងនៅពេលដែលដំណើរការចប់វានឹង load ផ្ទាំងបញ្ជាក់ណាវានឹង load ផ្ទាំងបញ្ជាក់អញ្ចឹងយើងរងចាំនេះទៅវាអាចចំណាយពេលយូរបន្តិចចំណុចនេះណាអូខេនេះជាផ្ទាំងបញ្ជាក់ថាយើងបានដំឡើងរួចរាល់ហើយណាជិត close មកឥឡូវយើងនឹងធ្វើការបើក Office សាកលើមើលណាខ្ញុំបើកកម្មវិធី Word ចុច accept មក close អូខេយើងចូលបើកផ្ទាំងថ្មីមួយមកឥឡូវយើង check ណាយើង check មើល account មកតើដើរ activate ឬនៅអូខេអញ្ចឹងផ្ទាំងនេះបញ្ជាក់ថា Office 2024យើងបានតម្លើងហើយប៉ុន្តែអត់ទាន់បាន activate ទេណាបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការ activate Office 2024ណាបាទអញ្ចឹងដើម្បីធ្វើការ activate គឺយើងត្រូវធ្វើការបិទ Microsoft Security សិនណាបាទផុសវាមួយរយៈសិនបិទវាដល់អសន្នសិនយើងបើក Microsoft security ហើយយើងចូលមកបិទ real time protection បាទបិទហើយចាំយើងចូលទៅបើកកម្មវិធីtool សម្រាប់ធ្វើការactivate បាទ tool នេះខ្ញុំនឹងដាក់ជូននៅក្នុងដាក់ link ជូននៅក្នុង description ណាបាទអាចធ្វើការ download បានអញ្ចឹងខ្ញុំ copy មកដាក់នៅក្នុង folder នៅ desktop មិញជាងធ្វើការ extract ចេញមកក្រៅមកអូខេយើងបើកវាអញ្ចឹងយើងយក KMS tool ណាបាទ KMS tool run as administrator មកសម្រាប់កុំព្យូទ័រយើងដែលភ្ជាប់អ៊ីនធឺណិតខ្ញុំ recommend ឲ្យប្រើ activation network ណាយើងចុច Office activation ហើយរងចាំ
អូខេរួចរាល់យើងអាចក្លុបផ្ទាំងនេះចេញបានណាហើយយើងបើក Word មើលម្ដងទៀតអូខេមកយើង check មើល license ម្ដងទៀតអូខេឃើញថា product activate ទៀតហើយណាបាទអញ្ចឹងការ activate គឺរួចរាល់យើងអាចប្រើប្រាស់បានហើយបាទអរគុណច្រើនសម្រាប់ការតាមដាន